សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាតាក់ទងទៅនឹងបង្កើត YouTube Channel YouTube តាមទូរស័ព្ទដៃអញ្ចឹងជាជំហានដំបូងយើងចូលទៅកាន់ YouTube របស់យើងមកហើយយើងចូលទៅបង្កើតគណនីថ្មីយើងចុចបញ្ចូលគណនីហ្នឹងមករងចាំវាបន្តិចលោតហើយដោយសារគណនីខ្ញុំជាប់គណនីចាស់អញ្ចឹងខ្ញុំជ្រើសរើសបង្កើតគណនីថ្មីអញ្ចឹងយើងជ្រើសរើសពាក្យបង្កើតគណនីនេះមករងចាំបន្តិចដោយសារអ៊ីនធឺណិតខ្ញុំដូច slow មិនទេ Wi-Fi យើង slow បន្តិចនេះអញ្ចឹងវាលោតមកហើយបន្តមកទៀតយើងជ្រើសរើសបង្កើតគណនីហើយយើងជ្រើសរើសកន្លែងបង្កើតសម្រាប់ផ្ទាល់ខ្លួនហ្នឹងមកបន្តមកទៀតយើងដាក់ឈ្មោះនេះថាឈ្មោះ channel របស់យើងហ្នឹងឯងយើងឆ្លាញ់អីដាក់ហ្នឹងមកឈ្មោះនេះអញ្ចឹងសម្រាប់ខ្ញុំដាក់រនឹកបន្តិចសិនខ្ញុំរត់ឃើញខ្ញុំដាក់ថាសុវត្ថិ KH ចឹងអ្នកទាំងអស់គ្នាឆ្លាញ់ឈ្មោះដាក់ឈ្មោះហ្នឹងមកសម្រាប់ខ្ញុំដាក់ថាសុវត្ថិ KH នេះជា channel ឧទាហរណ៍ដើម្បីឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងមកយើងចុចបន្ទាប់មកដល់កន្លែងជ្រើសថ្ងៃខែឆ្នាំកណ្ដាលនេះយើងដាក់មិនដាក់ទៅស្រាប់តែយើងទេធ្វើម៉េចឲ្យដល់ក្រមអាយុចាប់ពី18ឡើងទៅអញ្ចឹងខ្ញុំដាក់ថា1999ទៀតទៅហើយនេះអ្នកទាំងអស់គ្នាចង់រើសយកខ្លួនឯងក៏បានដែរដែល email ដែលគេដាក់ឲ្យហ្នឹងតែសម្រាប់ខ្ញុំអត់ចង់បានទេអញ្ចឹងខ្ញុំដាក់ខ្លួនឯងតែធ្វើម៉េចកន្លែងហ្នឹងដាក់ឲ្យវារៀងពិបាកតិចដោយសារបើស្រួលពេកវាអាចនឹងជាន់ជាមួយ email គេបើជាន់ជាមួយ email គេគឺវាអត់ឲ្យទេវាលុតក្រហមឲ្យយើងដាក់ម្ដងទៀតចឹងទៅតែសម្រាប់ខ្ញុំដាក់តែម្ដងហ្នឹងព្រោះខ្ញុំគិតថាអត់មានអ្នកណាដូរទៀតទេអញ្ចឹងខ្ញុំដាក់តែម្ដងគឺទៅហើយបន្តមកទៀតយើងដាក់ពាក្យសម្ងាត់អញ្ចឹងយើងឆ្លាញ់អីដាក់ហ្នឹងមកពាក្យសម្ងាត់គិតថាយើងចាំស្រួលចាំសម្រាប់ខ្ញុំដាក់តាមដែលខ្ញុំស្រួលចាំឲ្យខ្ញុំអញ្ចឹងបន្តមកទៀតយើងដាក់លេខទូរស័ព្ទដល់កន្លែងដាក់លេខទូរស័ព្ទនេះដែរយើងដាក់នៅលេខណាដែលយើងប្រើហ្នឹងព្រោះប្រការវាផ្ញើសារមកយើងពេលខ្លះវាផ្ញើពេលខ្លះវាអត់អញ្ចឹងខ្ញុំដាក់ឲ្យនេះបន្ទាប់មកវាបានអ៊ីមែលរបស់យើងហើយជាមួយនឹងលេខទូរស័ព្ទរបស់ខ្ញុំនេះបន្ទាប់ទៀតចុចបន្ទាប់មកយើង scroll មកក្រោមមកហើយយើងចុចខ្ញុំយល់ហើយមកយើងមិនអានលក្ខខណ្ឌវាច្រើននេះងាយៗចុចបន្ទាប់មកទៀតនេះរងចាំបន្ទាប់មកទៀតយើងបាន channel ដែលយើងបង្កើតមុនហ្នឹងហើយ channel របស់ខ្ញុំបង្កើតមុនហ្នឹងសុវត្ថិ KH ហ្នឹងអញ្ចឹងខ្ញុំចូល channel របស់ខ្ញុំមកដល់បង្កើតថ្ងៃហ្នឹងមកហើយយើងចូលទៅកន្លែងខាងក្រោមនេះកន្លែង profile របស់យើងហ្នឹងហើយយើងឃើញហើយដាក់ថាបង្កើតប៉ុស្តិ៍អញ្ចឹងយើងចុចចូលកន្លែងហ្នឹងមកហើយយើងនេះចូលមកដល់កន្លែងនេះយើងឃើញប៊ូតុងមួយគេដាក់ថាបង្កើតប៉ុស្តិ៍អញ្ចឹងយើងចុចមកនេះទៅវាទៅហើយអញ្ចឹងយើងឃើញថា channel របស់យើងគឺយើងបង្កើតរួចរាល់ហើយបន្តមកទៀតមកយើងចូលទៅ upload វីដេអូនេះសញ្ញាបូកខាងក្រោមនេះយើងចុចមកអញ្ចឹងមិនន័យថាវាអត់ទាន់មានវីដេអូទេដោយសារយើងអត់ទាន់ផុសសោះអញ្ចឹងយើងចុចផុសវីដេអូមកចុចបូកកន្លែងខាងក្រោមហ្នឹងកណ្ដាលប៊ូតុងកណ្ដាលហ្នឹងនេះអញ្ចឹងយើងជ្រើសរើសវីដេអូទៅសម្រាប់ខ្ញុំផុសវីដេអូខ្លីមួយទៅឧទាហរណ៍ខ្ញុំយកវីដេអូនេះមកផុសអញ្ចឹងយើងចុចបន្ទាប់មកយើងរងចាំវាបន្តិចទៅនេះបន្ទាប់មកទៀតមកហើយកន្លែងនេះយើងចង់សរសេរថាម៉េចក៏បានដែរចំណងជើងនេះតែសម្រាប់ខ្ញុំអត់សរសេរទេខ្ញុំដាក់ថា short video អញ្ចឹងទៅនេះខ្ញុំដាក់ថា short video បន្តមកទៀតយើងចុចបង្ហោះវីដេអូខ្លីអញ្ចឹងវីដេអូខ្លីរបស់យើងគឺបានផុសនៅដូចវីដេអូ reel នៅក្នុង Facebook អញ្ចឹង YouTube មិនខុសគ្នាប៉ុន្មានទេអញ្ចឹងយើងរងចាំវាទៅដើម្បីឲ្យផុសឲ្យវាពេញព្រោះអីវាត្រូវការពេលយូរលឿនទៅតាមអ៊ីនធឺណិតរបស់យើងបើអ៊ីនធឺណិតអ្នកទាំងអស់គ្នាដើរលឿនហ្នឹងផុសក៏លឿនដែរតែវាមិនយូរហ្មងនេះត្រឹមតែ15វិនាទីហ្នឹងគឺផុសបានវីដេអូខ្លីហើយបន្តមកទៀតអ្នកទាំងអស់គ្នាចូលទៅកាន់ App Store ឬក៏ Play Store ហ្នឹងយើង down app មួយដែលតាក់ទងទៅនឹង YouTube របស់យើងហ្នឹងយើង search ថា YouTube Studio ហ្នឹងនេះ load មកហើយយើងចូល app ហ្នឹងមកនេះដើម្បីយើងមើលពីទិន្នន័យរបស់ channel របស់យើងអញ្ចឹងយើងចូលមកនេះវាដែរដោយសារដំបូងអញ្ចឹងយើង slow តិចបន្ទាប់មកទៀតនេះយើងបាន channel របស់យើងដែលយើងផុសមុនហ្នឹងនេះវីដេអូមួយដែលយើងបានផុសមុនហ្នឹងបន្ទាប់មកយើងចូលកន្លែងរូបសញ្ញាដុល្លារហ្នឹងយើងចូលកន្លែងរូបសញ្ញាដុល្លារខាងក្រោមហ្នឹងគេដាក់ថារកប្រាក់កន្លែងហ្នឹងយើងចូលមកនេះគឺជាគោលការណ៍របស់ YouTube ដើម្បីយើងស្វែងរក
ប្រាក់ចំណូលពី YouTube នៅពេលដែលយើងគ្រប់គោលការណ៍ហ្នឹងគឺយើងអាចដាក់ពាក្យស្នើបានហើយអញ្ចឹងវីដេអូនេះដែរគឺមានតែប៉ុណ្្នឹងឯងបងដើម្បីទទួលបាននៅវីដេអូថ្មីៗសូមកុំភ្លេចជួយ Subscribe Channel របស់បងអូនម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូចំណេះដឹងថ្មីៗទាំងអស់គ្នាហើយ Channel YouTube នេះដែរគឺខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាជឿធ្វើវីដេអូទាក់ទងទៅនឹង Original ជៀសវាងការជាប់ Copyright នៅនាំឲ្យយើងខូច Channel របស់យើងដែរបាទអរគុណបង